លើកប្រធានឯកសាររៀបចំរៀបរយហើយបាននេះទៅសិនចុះអាឡូអូនសំឡាញ់ថ្ងៃនេះអូនមកក្រុមហ៊ុនមកវាជាថ្ងៃខួបម្នាក់អូនបងនឹងរៀបចំកាដូជូនអូនមិនចង់បានវាទេមិនអីទេអូនមិនចង់បានទេលោកប្រធានពួកគេបានមកដល់ហើយកំពុងចាំនៅក្នុងបន្ទប់ប្រជុំឲ្យពួកគេចាប់សិនចុះអូនមកដល់ហើយអូនសំឡាញ់បងធ្លាប់ប្រាប់ថាបងនឹងឲ្យអូនរស់នៅក្នុងជីវិតដ៏ល្អបំផុតឡានមួយនេះជាកាដូក្នុងថ្ងៃខួបកំណើតបងមិនដឹងថាខ្ញុំចង់បានអ្វីទេតូនកាត់អីនឹងអូនលើទីថាឡាននោះតម្លៃប្រហែលទៅពួកយើងនៅជាមួយគ្នាប៉ុន្មានឆ្នាំហើយបងមិនដឹងថាអូនចង់បានអ្វីទេតើអូនចង់បានអ្វីឬក៏បងអត់មកគ្រប់ទេបងគិតថាអូនចង់បានប្រាក់របស់បងមែនទេពួកយើងលែងលះទៅអូនកុំសោកស្ដាយអសោះលបចូលឡាននេះវិញឯងរៀបចំទៅលោកប្រធានតែខ្ញុំមិនទេតែនាងរឿងទីមនុស្សស្រីចង់បានអ្វីពីមនុស្សប្រុសទំនាងមានសេចក្តីសុខនាងប្រត់តែចង់បានមនុស្សម្នាក់តែនៅក្បែរនាងមើលថែនាងនិយាយតែមានពេលវេលាគ្រប់គ្រាន់សម្រាប់នាងអូនសំឡាញ់អូនកុំបារម្ភចាប់ពីថ្ងៃនេះទៅបងនឹងខំតស៊ូដើម្បីអូនបាននៅជីវិតដ៏ល្អបំផុតប្តីសម្លាញ់អូនមិនចង់បានអ្វីច្រើនទេគ្រាន់តែចង់ឲ្យបងនៅក្បែរអូនជានិច្ចអូនចុះទៅហើយមុននឹងទៅអូនញ៉ាំអាហារពេលល្ងាចសិនទេប្រពន្ធសំឡាញ់កុំខើអីនេះញ៉ាំខ្ទិះសិនទេហេតុអីបានជាអូនមានពងពីរដូចសិនតែប្តីធ្វើអូនខឹងទៅបងឲ្យពើបងទៅអូនអេជុំខាងទៅអូនចាំញ៉ាំទេវាជាកំហុសរបស់បងតែតែខំប្រឹងដើម្បីអូនបានសម្ភារៈគ្រប់យ៉ាងប៉ុន្តែបងក៏មិនបានផ្ដល់នូវសុភមង្គលលើអូនប្រាប់ពីមុនទោះយើងគ្មានអ្វីសោះប៉ុន្តែពួកយើងរស់នៅមានសុភមង្គលណាស់បើសិនជាអូនអាចផ្ដល់ឱកាសបងម្ដងទៀតបងធ្វើវាល្អយ៉ាងនេះតូនចាំទីកាប់ពីរៀបការដំបូងសូម្បីតែចិញ្ចៀនក៏បងគ្មានសមត្ថភាពទាំងអូនដែរចិញ្ចៀនពេជ្រនេះវាតំណាងឲ្យនៃសេចក្តីស្រឡាញ់បងចំពោះអូនវាក៏តំណាងឲ្យកាប់ប្រញ្ញាចិត្តពេញមួយជីវិតរបស់បងចាប់ពីថ្ងៃនេះទៅបងនឹងផ្ដល់នូវពេលវេលាឲ្យអូនគ្រប់គ្រាន់សូមគោរពលោកស្រីមិនតូនប្រៀបរៀបការជាមួយបងម្ដងទៀតទេសូមមិនបងចាំញ៉ាំសាច់ជ្រូកផ្លែផ្អែមស្នាដៃរបស់អូនបាន